ជាប្រភេទថ្នាំដកគ្រាប់ពណ៌ខ្មៅក្រហមដូចគ្នាក៏ប៉ុន្តែមានថ្នាំខ្លះក៏ដកចេញមកបានល្អដកមកអត់សូវខូចសក់ហើយថ្នាំខ្លះទៀតក៏ដកមកគឺនិយាយថារ៉េបទៅដប់ហើយចេញមកគឺសក់ស្ងួតខូចខ្លះឆេះទៀតក៏មានដែរខ្ញុំនឹងធ្វើការពិសោធន៍ទៅលើសរសៃសក់ម្ដុំនេះគឺជាសក់ដែលធ្លាប់លាងហើយយើងលាបពណ៌ខ្មៅអញ្ចឹងយើងធ្វើការដកជាមួយនឹងថ្នាំពីរប្រភេទទី1គឺជាប្រភេទថ្នាំដែលគេលក់នៅលើទីផ្សារសូមមិនបង្ហាញប្រភេទទេប្រភេទទី2គឺប្រភេទថ្នាំរបស់ខ្ញុំបាទកញ្ចប់ពណ៌លឿងនេះបាទអញ្ចឹងថ្នាំពីរនេះគឺយើងនឹងធ្វើទៅលើសរសៃសក់តែមួយទេបាទយើងលាយថ្នាំជាមួយនឹងអុកស៊ីដូចគ្នាបាទគឺយើងលាយទៅលើជាមួយនឹងអុកស៊ី6បានហើយព្រោះសក់យើងខ្សោយបងប្អូនជាងយើងសូមមើលវីដេអូនេះឲ្យចប់ឲ្យខ្ញុំបាទបើមិនចង់ទិញនៅផលិតផលដែលយកមកចោលទៀតទេហើយសម្រាប់សាច់ថ្នាំទាំងពីរនេះបាទគឺកញ្ចប់ពណ៌លឿងរបស់ខ្ញុំនេះគឺសាច់រៀងម៉ត់ជាងហើយថ្នាំនៅក្នុងចានពណ៌ខៀវនោះគឺថ្នាំវារៀងក្របបាទពិបាកក្នុងការចូលអញ្ចឹងខ្ញុំនឹងសាកវាស់នៅកម្លាំង pH របស់ថ្នាំទាំងពីរនេះតើ pH មួយណាវាខ្ពស់ជាងមួយណាបាទសម្រាប់ថ្នាំចានពណ៌ខៀវនេះគឺ pH របស់វាគឺយើងវាស់មកបាទគឺកម្រិត8ហើយឯសាច់ថ្នាំពណ៌លឿងរបស់យើងបាទគឺយើងនឹងវាស់វាមកបានកម្រិតប្រហែលគឺចលក់មកបាទគឺ pH របស់វាយើងឃើញថាគឺវាបានត្រឹមតែ4ទៅ5តែប៉ុណ្ណោះបាទអញ្ចឹងសម្រាប់ថ្នាំដែលមានកម្រិត pH កាន់តែខ្ពស់គឺវាកាន់តែខូចសក់ហើយសម្រាប់អុកស៊ីយើងលាយជាមួយនឹងអុកស៊ី6ដោយសារតែសក់ខ្សោយដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងលាយហើយយើងកូរវាឲ្យសប់មកបាទឲ្យចូលល្បាយតែមួយមករួចហើយយើងធ្វើការចូលទៅលើសរសៃសក់របស់យើងសរសៃសក់របស់យើងនេះគឺសរសៃសក់បាទគឺដូចគ្នាអញ្ចឹងខ្ញុំចងចំណាំបាទកន្លែងមានចងតាគៀបនេះគឺបាទគឺសម្រាប់ថ្នាំនៅលើទីផ្សារដែលគេលក់បាទគឺថ្នាំនេះគឺលក់ច្រើននៅលើទីផ្សារអញ្ចឹងយើងធ្វើការចូលវាតែម្ដងបងប្អូនចំណាំមើលហើយចាំមើលតិចតិចមើលលទ្ធផលបាទគឺចូលឲ្យសប់ដូចគ្នារវាងថ្នាំទាំងពីរបាទហើយយើងក៏ចូលអាសក់ដែលអត់មានចងថ្នាំហ្នឹងគឺយើងប្រើថ្នាំកញ្ចប់ពណ៌លឿងរបស់ខ្ញុំបាទអញ្ចឹងយើងចូលមកឲ្យសប់មករួចហើយយើងទុករយៈពេលប្រហែលជាកន្លះម៉ោងបាទគឺទុករយៈពេលកន្លះម៉ោងខ្ញុំពិនិត្យមើលឃើញថាបងប្អូនបាទទី1គឺថ្នាំដែលនៅចានពណ៌ខៀវទៅលើទីផ្សារនេះគឺទី1វាចេញមកកម្រិតវាទាបបាទបានទាបហើយសក់របស់យើងគឺមានសភាពយាយឺតបាទទាញមកគឺយាយឺតតែម្ដងព្រោះដោយសារកម្លាំង pH របស់វាខ្លាំងអញ្ចឹងសក់ខ្សោយបាទគឺធ្វើឲ្យគឺវានឹងមានការខូចប៉ះពាល់ខ្លាំងហើយសម្រាប់ថ្នាំកញ្ចប់ពណ៌លឿងនេះបាទគឺឃើញថា level វាចេញមកគឺបាទភ្លឺជាងបាទខ្ចីជាងជាពិសេសសក់បាទយើងទាញទៅលើសរសៃសក់គឺអត់មានការយាយឺទេបាទគឺវានៅសភាពដើមដូចដែលសក់ដែលយើងមិនទាន់នេះហ្នឹងបាទព្រោះនេះជាសក់ដែលធ្លាប់លាងស្រាប់ហើយបាទគឺវាប៉ុន្មានគឺនៅប៉ុណ្ណឹងគឺវាអត់មានខ្សោយខ្លាំងជាងមុនខ្លាំងទេជាធម្មតាថ្នាំដកគ្រាប់ពណ៌គឺវាតែងតែដកគ្រាប់ពណ៌បានហើយក៏ប៉ុន្តែថ្នាំដែលដកហើយធ្វើឲ្យសក់យើងមិនខូចខ្លាំងបាទនៅសភាពដើមគឺវាពិបាករកបាទគឺពិបាកអញ្ចឹងនៅពេលដែលយើងដកគ្រាប់ពណ៌បាទគឺសំខាន់ខ្លាំងណាស់មិនមែនដកហើយបាទយាយឺហើយលាបពណ៌ទៅស្អាតវាស្អាតទេបាទគឺសំខាន់គឺសក់របស់យើងត្រូវតែនៅរឹងមាំបាទហើយបងប្អូនដែលចង់ជាវយកទៅប្រើបាទមើលប្រេនច្បាស់បងប្អូនបាទព្រោះកញ្ចប់ពណ៌លឿងនឹងវាដូចគ្នាច្រើនណាគឺជាប្រេន GD បាទអានេះបងប្អូនប្រៀបធៀបសក់នៅពេលដែលយើងលាងហើយបងប្អូនបាទលាងទឹកហើយគឺបាទប្រេន GD របស់យើងគឺចេញមកស្មើជាងភ្លឺជាងហើយយើងចាំមើលលទ្ធផលពេលដែលយើងផ្លុំសម្ងួតឲ្យដើម្បីមើលភាពភ្លឺរបស់វាបាទអញ្ចឹងយើងឃើញជាក់ស្ដែងហើយ GD គឺបាទវាចេញមកភ្លឺជាងបាទស្អាតជាងបងប្អូនដែលចង់កំងយកទៅប្រើសាកបាទអាចកំងមកបានព្រោះចំនួនរបស់យើងមានតិចដែរហើយសម្រាប់តម្លៃវិញគឺកាន់តែពិសេសបងប្អូនបាទគឺតម្លៃសមរម្យមែនទែនបាទសាឡនសម្រាប់តូចអីហ្នឹងក៏មានសមត្ថភាពអាចប្រើដែរបើប្រៀបជាមួយនឹងថ្នាំនៅលើទីផ្សារបាទគឺវាប្រហាក់ប្រហែលគ្នាទេឬក៏អាចធូរថ្លៃជាងទៀតតែបើគុណភាពវិញបាទគឺលើសពីតម្លៃបើចង់បានតម្លៃប្រើសាកខមមិនពាក្យថាសាកដើម្បីទទួលបានតម្លៃពិសេសណា